សូមគោរពនឹងជម្រាបសួរបងប្អូនដែលតាមដាននៅ Channel On Up Media យើងខ្ញុំថ្ងៃនេះនាងខ្ញុំនឹងជូនយកនៅព័ត៌មានមួយដែលតាក់ទងទៅនឹងកញ្ញាឯក Miss Grand Cambodia 2016 ហេងចន្ទថាចេញទៅថត spot នៅបាងកកក្រោយខកខានការប្រកួតវគ្គផ្ដាច់ព្រាត់កាលពីថ្ងៃសៅរ៍ទី5វិច្ឆិកាម្ចាស់ជ័យលាភីលេខ1ក្រុមមកុដរាជិនីស្រស់ស្អាតក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ2016កញ្ញាហេងចន្ទថាបានធ្វើដំណើរចាក់ចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញឆ្ពោះទៅកាន់ទីក្រុងបាងកកប្រទេសថៃដើម្បីថត spot ពាណិជ្ជកម្មនៅទីនោះក្រោយត្រូវបដិសេធពីសំណាក់ស្ថានទូតកម្ពុជាមិនឲ្យនាងធ្វើដំណើរចេញទៅចូលរួមការប្រកួតប្រជែងវគ្គផ្ដាច់ព្រាត់នៅរដ្ឋ Las Vegas សហរដ្ឋអាមេរិកកញ្ញាដ៏ស្រស់ស្អាតម្នាក់នេះស្រាប់តែមានការតាក់ទងឲ្យទៅថតនៅប្រទេសថៃយ៉ាងគួរឲ្យភ្ញាក់ផ្អើលដែលវាពិតជារឿងមួយល្អខ្លាំងណាស់សម្រាប់កញ្ញាឯក Miss Grand Cambodia ឆ្នាំ2016របស់កម្ពុជាការធ្វើដំណើរចាក់ចេញពីទីក្រុងភ្នំពេញទៅកាន់ប្រទេសថៃនាលើកនេះកញ្ញាហេងចន្ទថាបានឲ្យយើងដឹងថានាងមិនបានទៅថត spot ពាណិជ្ជកម្មតែម្នាក់ឯងប៉ុណ្ណោះទេតែនាងក៏បានរួមដំណើរទៅព្រមជាមួយនឹងកញ្ញាដ៏ស្រស់សោភាចំនួន2រូបផ្សេងទៀតគឺកញ្ញាគង់ច័ន្ទស្រីដែនជា Freshy Girl ចំណាត់ថ្នាក់លេខ1ចំនួនទី14នៅក្នុងឆ្នាំ2015ហើយបច្ចុប្បន្នកញ្ញាគឺជាតារាសម្ដែងនិងជាពិធីការនីរូបស្រស់ផងដែររួមជាមួយនឹងកញ្ញាប៊ូរតសុនសុធាវីម្នាក់ទៀតគួររំលឹកឲ្យដឹងផងដែរថាកញ្ញាហេងចន្ទថាឆ្នាំនេះមានអាយុ19ឆ្នាំមានទីលំនៅនៅក្នុងរាជធានីភ្នំពេញទទួលបានចំណាត់ថ្នាក់លេខ1ក្នុងកម្មវិធី Miss Grand Cambodia 2016ដែលបានចាក់ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ My TV នារាត្រីថ្ងៃប្រហ័សទី30មិថុនាកន្លងទៅនាងត្រូវបានមហាជនទូទាំងប្រទេសកម្ពុជាទទួលស្គាល់ថានាងជានារីដែលមានសម្រស់ស្រស់ស្អាតនារីវ័យក្មេងរូបនេះក៏បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ2016ផងដែរថានៅថ្ងៃអនាគតនាងចង់ក្លាយជាមេធាវីដ៏អស្ចារ្យនាងខ្ញុំសូមបញ្ចប់នៅព័ត៌មានតែប៉ុណ្ណេះអស់លោកស្រីអ្នកនាងកញ្ញាបើសិនជាចង់ដឹងនៅព័ត៌មានថ្មីរាល់ថ្ងៃសូមលោកអ្នក click subscribe នៅលើប៊ូតុងនៅក្រោមវីដេអូរបស់យើងខាងក្រោមនាងខ្ញុំសូមអរគុណនិងសូមជម្រាបលា